ស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពី item នៅក្នុង Hero Honor of King ដែលខ្ញុំបង្ហាញពី item ស្បែកជើង item farm ហើយនិង item room ដែលជាដំបូងខ្ញុំបង្ហាញពី item ស្បែកជើងទី1គឺជួយឲ្យយើងការពារការវាយរបស់សត្រូវដែលប្រើដៃវាយឈឺ item នេះជួយឲ្យយើងទប់ពីការវាយរបស់សត្រូវបាន100និងការប្រើសិលរបស់ enemy បាន 50% ចំណែកឯ item បីជើងទី2នេះជួយឲ្យយើងទប់ពីការវាយរបស់សត្រូវបាន50និងការវាយដោយប្រើសិលរបស់ enemy បាន100វិញវាផ្ទុយគ្នាពីស្បែកជើងទី1ចំណែកឯស្បែកជើងទី3គឺធ្វើឲ្យយើងខួរដោនលឿនជាងមុនដោយកាត់ខួរដោន1 second នេះគឺជាឧទាហរណ៍នៅពេលដែលខ្ញុំប្រើ skill វាខួរដោន8 second ពេលខ្ញុំមិនទាន់ទិញ item ឯនេះយើងទិញ item រួចហើយវាខួរដោនសល់តែ7 second ទេដែលមុននឹងទិញគឺវា8 second ចំណែកឯ item នេះគឺធ្វើឲ្យយើងឡើងម៉ាណានៅពេលដែលយើងអស់ម៉ាណាគឺវាឡើងម៉ាណាឲ្យយើងនេះខ្ញុំឧទាហរណ៍ឲ្យមើលគឺវានឹងឡើងដងតិចចំណែកឯស្បែកជើងនេះវិញគឺជួយឲ្យយើងវាយហើយឡើងឈាមហើយវាបង្កើតឲ្យយើងវាយលឿនជាងមុនចំណែកឯស្បែកជើងនេះវិញជួយឲ្យយើងឡើងឈាមបាន300និងបន្ថែមល្បឿនឲ្យយើងរត់លឿនជាងមុននេះជាពេលដែលខ្ញុំមិនទាន់ទិញស្បែកជើងហ្នឹងហើយនេះជាពេលដែលខ្ញុំទិញស្បែកជើងហ្នឹងរួចហើយនេះជាល្បឿនដែលយើងទិញស្បែកជើងហ្នឹងរួចគឺមានពណ៌ក្រហមនៅកន្លែងជើងរត់លឿនជាងមុនចំណែកឯ item ប្រភេទ Jungle នេះវិញគឺជួយឲ្យយើងប្រើ skill ទៅឈឺជាងមុន120ហើយនឹងកាត់ cooldown 10% និងជួយឲ្យយើងរត់លឿនចំនួន 5% ចំណែកឯ item នេះវិញគឺជួយឲ្យយើងវាយឈឺជាងមុនបាន90ហើយនឹងកាត់ cooldown 7.5% ហើយនឹងជួយឲ្យយើងរត់លឿន 5% ចំណែកឯ item នេះវិញគឺជួយឲ្យយើងឡើងឈាមបាន1200និងកាត់ cooldown 5% និងជួយឲ្យយើងរត់លឿន 5% នេះជាពេលដែលខ្ញុំមិនទាន់ទិញ item ហើយនេះជាពេលដែលខ្ញុំទិញ item ហើយនេះគឺជា item room ដែលយើងមុននឹងស្គាល់ item ធំយើងត្រូវតែស្គាល់ item 2តូចខាងលើនេះសិនគឺ item ទី1គឺជួយឲ្យយើងនឹងទប់បានគ្រប់ hero ដែលជាពួក mech ឬក៏ fighter ដែលវាយដៃឬប្រើសិលitem ទី2នោះគឺជួយឲ្យយើងវាយលឿនជាងមុនចំណែកឯ item នេះវិញគឺជាប្រភេទ item ដែលធ្វើឲ្យយើងនឹងឡើងឈាមសចំណែកឯ item នេះវិញគឺជួយឲ្យយើងនឹងផ្ដល់ឈាមទៅគ្នារបស់យើងចំណែកឯ item នេះវិញគឺជួយឲ្យយើងនឹងគ្នារបស់យើងរត់បានលឿនជាងមុនចំណែកឯ item នេះវិញគឺជួយឲ្យយើងដុតសត្រូវឲ្យអស់ឈាមបាទតែវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងសូមអរគុណនិងសូមជម្រាបលាសូមជួយចុច like និង subscribe ម្នាក់មួយផងបាទហើយចុចសញ្ញាកណ្ដឹង